លុះយប់ឡើងក៏បានមកដល់យាយច័ន្ទដែលជាអ្នកបម្រើចំណិតរបស់សេដ្ឋីបុត្រតាំងពីតូចនោះបានទៅបត់ជើងតូចប៉ុន្តែគាត់បានឃើញភ្លើងមួយយ៉ាងធំហោះចេញពីបន្ទប់ដែលគេរៀបចំឲ្យសេដ្ឋីបុត្រនិងនាងចុងនោះឯងខ្ញុំសូមប្រាប់បងតចុះខ្ញុំជាមនុស្សស្រីខ្ញុំមិនអាចយកប្តី4-10ដូចជាបងរកស្រីក្រៅរាល់ថ្ងៃនេះទេលោកមានរូបសម្បត្តិល្អយ៉ាងនេះខ្ញុំមិនជឿថាលោកគ្មានប្រពន្ធកូននោះទេរៀងសហ័យអាបប្រពន្ធខ្មោចកាលដើមឡើយមានសេដ្ឋីម្នាក់គឺជាបុរសកំហូតឲ្យតែឃើញមនុស្សស្រីណាស្រស់ស្អាតគឺគេតែប៉ងប្រាថ្នាយកមកធ្វើជាប្រពន្ធមនុស្សស្រីខ្លះត្រូវគេលែងសើចនិងអ្នកខ្លះទៀតត្រូវបានគេយកមកធ្វើជាស្រីកំណាន់លួចលាក់ពីប្រពន្ធដើមសេដ្ឋីបុត្រនេះមានប្រពន្ធម្នាក់ឈ្មោះថានាងគន្ធីនាងគន្ធីនេះគឺជាគ្រួសារដែលក្រនបាមួយរូបធ្វើឲ្យសេដ្ឋីបុត្រនេះមិនអាចដោះដៃបានហើយក៏បានដណ្ដឹងភ្ជាប់សាច់ឈាមយកមកធ្វើជាប្រពន្ធប៉ុន្តែបើទោះបីជាសេដ្ឋីនេះមានប្រពន្ធហើយក៏ដោយនៅតែបញ្ចោលក្បួនរកស្រីក្រៅអញ្ចឹងណែនាងគន្ធីអញប្រាប់ឲ្យច្បាស់វើយអញរៀបការនាងឯងមកកុំចង់មកធ្វើជាម៉ែអញយកនាងឯងមកធ្វើជាប្រពន្ធដូច្នេះហើយរឿងរ៉ាវតិចតួចកុំមកសួរនាំអញឲ្យអញឈឺក្បាលចាលោកប្តីខ្ញុំដឹងហើយបងធ្វើអ្វីក៏តាមចិត្តចុះព្រោះថារាប់ឆ្នាំមកនេះខ្ញុំក្រំគ្រាចិត្តឆ្អែតឆ្អន់ហើយអើបើអញ្ចឹងល្អហើយកុំអោយអញនេះប្រាប់3-4 10 ដងក្នុងមួយថ្ងៃដដែលរៀបការជាមួយនឹងឯងយូរទៅគ្មានអារម្មណ៍ស្រឡាញ់មានតែអារម្មណ៍ស្អប់ដូច្នេះហើយនាងឯងនៅកន្លែងនាងឯងទៅដេកអោបឈ្មោះជាប្រពន្ធដឹងទៅអញមិនពេញចិត្តនឹងនៅជាមួយនាងឯងទេចាបងមិនអីទេបងគិតធ្វើអ្វីល្អក៏ធ្វើនឹងចុះខ្ញុំមិនហ៊ានរំខានបងឡើយប៉ុន្តែខ្ញុំសូមប្រាប់បងតចុះខ្ញុំជាមនុស្សស្រីខ្ញុំមិនអាចយកប្តី4-10ដូចជាបងរកស្រីក្រៅរាល់ថ្ងៃនេះទេប៉ុន្តែបើថ្ងៃណាមួយខ្ញុំទ្រាំលែងបានមានតែបញ្ចប់ជីវិតឲ្យបងមើលថាភក្តីស្នេហ៍របស់ខ្ញុំចំពោះបងវាជាជ្រៅយ៉ាងណាអើងាប់ក៏ងាប់ទៅឲ្យអញធ្វើម៉េចបើនាងឯងចង់ងាប់ហើយបើនាងឯងងាប់កាន់តែល្អព្រោះថាអញនេះវាមិនខ្វល់ខ្វាយថាត្រូវធ្វើខុសជាមួយនាងឯងអញនេះអាចមិនសិតទៅរកស្រីម្ដង4-10ក៏បានដែរបើសិនជាថ្ងៃនោះមានមែនអញមិនដឹងថាតើអញនេះត្រូវជប់លៀងប្រមាណថ្ងៃទេសេដ្ឋីនេះដែលជាប្រពន្ធរបស់សេដ្ឋីបុត្របានចាក់ចេញពីទីនោះទៅហើយសេដ្ឋីបុត្រក៏បានធ្វើដំណើរបន្តទៅផឹកស៊ីស្រីញីអូនបងនៅខាងក្រៅដដែលប៉ុន្តែនៅថ្ងៃមួយសេដ្ឋីបុត្រក៏បានជួបជាមួយនឹងនារីម្នាក់ដែលមានរូបសម្បត្តិស្រស់ស្អាតហើយការតុបតែងខ្លួនគឺជានារីដែលសេកស៊ីម្នាក់បញ្ចេញលើបញ្ចេញក្រោមនារីម្នាក់នោះគឺជាអ្នកលក់ស្រានៅតាមភូមិនេះឯងសេដ្ឋីបុត្រគ្រាន់តែឃើញនារីម្នាក់នោះហើយក៏ធ្លាក់ក្នុងអំឡុងស្នេហ៍ដកចិត្តមិនរួចណែអាដែងឯងមើលចោះនាងនោះគឺជាអ្នកណាទៅនាងនោះមានប្តីហើយឬនៅមួយចោះដឹងទ្រូងគួរឲ្យខ្លាញ់ខ្លាំងណាស់វើយអញនឹងយកនាងនោះយកមកធ្វើជាប្រពន្ធចុងអញឲ្យបានអាណែលោកសេដ្ឋីអាលោកឯងមានប្រពន្ធហើយបើសលោកយកធ្វើអញ្ចឹងទៀតតើសេដ្ឋីនេះគិតយ៉ាងម៉េចទៅលោកណែវើយឯងស៊ីប្រាក់ខែអញឬគួរក៏ព្រីប្រាក់ខែរបស់ប្រពន្ធអញបើឯងនិយាយរំដងទៀតដឹងនឹងដេញក្បាលឯងទិញឲ្យទៅធ្វើស្រែចម្ការហើយរាល់ថ្ងៃនេះស៊ីចុកជាមួយអញវាខ្លាំងពេកទៅហើយវើយបើសិនជាឯងមិនចង់ទេឯងចេញទៅហើយទៅធ្វើស្រែចម្ការវិញទៅនាងក្រមុំដែលមានរូបឆោមស្រស់នេះឈ្មោះថានាងគន្ធាដែលអ្នកណាក៏ល្បីថាទឹកត្នោតជក់របស់នាងមានរសជាតិឈ្ងុយឆ្ងាញ់ណាស់មិនត្រឹមតែប៉ុណ្ណោះថែមទាំងសរសើរសាច់ឈាមរបស់អ្នកលក់ស្រស់ស្អាតផងដែរព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃអ្នកទិញគឺតែងតែមកបញ្ជាគ្នាចង់ឃើញសាច់ឈាមរបស់នាង
ណែនាងហើយចុះនាងគឺជាអ្នកបើកតូបថ្នាក់ជួរនេះមែនទេយើងដើរផឹកស៊ីច្រើនហើយមិនដែលបានឃើញមនុស្សស្រីណាអីក៏ដូចទេពធីតាចុះមកពីលើមេឃបែបនេះទេនាងពិតជាល្អខ្លាំងណាស់តើនាងមានប្តីហើយឬនៅបើមិនមានទេតើយើងអាចធ្វើជាប្តីរបស់នាងបានទេ ចាតើលោកគឺជាអ្នកណាប៉ុពីណាដែរមើលចុះការស្លៀកពាក់ដូចជាកូនអ្នកមានប៉ុន្តែលោកមានរូបសម្បត្តិល្អយ៉ាងនេះខ្ញុំមិនជឿថាលោកគ្មានប្រពន្ធកូននោះទេ មែនហើយយើងគឺជាសទ្ធីហើយយើងគឺជាអ្នកដែលមានទីគេនៅក្នុងភូមិជាប់នេះហើយយើងមិនលាក់បាំងនាងនោះទេយើងគឺជាសទ្ធីបុត្រហើយយើងមានប្រពន្ធហើយប៉ុន្តែយើងមិនបានស្រឡាញ់ប្រពន្ធយើងនោះទេហើយនាងក៏មិនហ៊ានដែរបើសិនជាយើងចង់បានប្រពន្ធមួយទៀតនោះសូមនាងជឿជាក់យើងចុះយើងនឹងយកនាងធ្វើជាប្រពន្ធឲ្យបានពេញមុខពេញមាត់ នាងកន្ធាននេះកាលណាបើបានលើសិទ្ធិបុត្របាននិយាយបែបនេះហើយញ័រខ្លួនទៅត្រាស់ព្រោះថានាងនេះចង់បានប្តីយូរហើយ តែបើសិនជាធ្វើបែបនេះប្រពន្ធរបស់លោកគិតយ៉ាងម៉េចទៅខ្ញុំមិនព្រមទេបើសិនជាគេមកធ្វើបាបខ្ញុំនោះហើយខ្ញុំក៏មិនចង់មានឈ្មោះជាមនុស្សស្រីដែលដណ្ដើមប្តីគេដែរ ក្រោយពីបានស្គាល់គ្នាជាមួយនឹងនាងកន្ធានេះមួយរយៈធ្វើឲ្យសិទ្ធិបុត្រកំណាចនេះនាំនាងនេះឡើងទៅដល់លើផ្ទះតែម្ដងហាក់បីដូចជាខុសប្លែកពីស្រីមុនព្រោះថាស្រីមុននាយម្នាក់នេះមិនដែលនាំឡើងផ្ទះជាលេចធ្លោនោះទេ ហើយចុះបងនាំអ្នកណាមកនេះហេតុអ្វីក៏បងនាំគេមកដល់ផ្ទះបែបនេះបងតើបងមិនយកចិត្តខ្ញុំខ្វះគេមែនទេតើខ្ញុំជាប្រពន្ធដើមខ្ញុំយកមកទៅទុកនៅឯណាទៅ អអញមិនគិតខ្វល់ថានឹងឯងយកមកទុកនៅឯណាទុកនៅឯណាទុកទៅយើងមិនខ្វល់ទេសំខាន់យើងចង់ឲ្យនាងដឹងហើយក៏ចង់ឲ្យអ្នកបម្រើនៅទីនេះដឹងដែរថានេះគឺជាអូនកនថាអូនកនថាគឺជាស្រីកំណានរបស់យើងហាមអ្នកណាប៉ះពាល់ឲ្យសោះមិនយូរទេយើងនឹងរៀបការនាងធ្វើជាប្រពន្ធទី2របស់យើង មិនអីទេបានលបងគិតថាលបងធ្វើបែបនេះហើយមានក្តីសុខលបងធ្វើចុះចាអរគុណហើយអ្នកបងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ហើយខ្ញុំនឹងសន្យាថានឹងបម្រើលោកបងឲ្យបានគ្រប់ចិត្តតែម្ដងគ្រប់រឿងរ៉ាវទាំងអស់ណាអ្នកបង ក្រោយពីនាងនេះបានចូលមកដល់គ្រួសាររបស់សិទ្ធិហើយមានហេតុការណ៍ចម្លែកបានកើតឡើងលុះយប់ឡើងក៏បានមកដល់យាយច័ន្ទដែលជាអ្នកបម្រើជំនិតរបស់សិទ្ធិបុត្រតាំងពីតូចនោះបានទៅបត់ជើងតូចប៉ុន្តែគាត់បានឃើញភ្លើងមួយយ៉ាងធំហោះចេញពីបន្ទប់ដែលគេរៀបចំឲ្យសិទ្ធិបុត្រនិងនាងចុងនោះឯង លុះដល់ព្រឹកឡើងស្រាប់តែមានមន្ទីរងាប់ពេញក្រោលរបស់សេដ្ឋីបុត្រធ្វើឲ្យអ្នកបម្រើទាំងអស់នោះនាំគ្នាឆ្ងល់ថាតើមានរឿងអ្វីកើតឡើងព្រោះថាហេតុការណ៍នេះមិនដែលមានអ្នកណាដែលធ្លាប់ជួបនោះទេណែពួកអដែងណាពួកឯងដឹងទេមន់នៅក្នុងកសិដ្ឋានរបស់យើងវាបានងាប់ជាហូរហែស្ទើរតែអស់តែម្ដងហាក់បីដូចជាមានសត្វអ្វីមកខាំហើយស៊ីតែម្ដងវើយ រឿងនេះដូចជាមិនដែលកើតឡើងទេហើយតើហេតុអីក៏ថ្ងៃនេះវាកើតឡើងបានយ៉ាងដូចនេះទៅ មែនហើយមិញខ្ញុំដូចជាឆ្ងល់ខ្លាំងណាស់នេះតាំងពីស្ថិនីទី2មកនៅមកវាហាក់បីដូចជាមានរឿងចម្លែកកើតឡើងយ៉ាងម៉េចទេមើលចុះទៅមកតែមិនយប់សោះព្រឹកឡើងមន់ងាប់ពីយ ឯងនិយាយអញ្ចឹងវាដូចជាសមដែរព្រោះថាកាលពីយប់មិញនេះណាយើងបានឃើញភ្លើងមួយហោះចេញពីបន្ទប់របស់អ្នកប្រុសនិងស្ថិនីទី2វើយតែយើងមិនដឹងថាភ្លើងនោះជាភ្លើងអ្វីទេតែឯងកុំនិយាយទៅណាសោះណាចាំមើលបើថ្ងៃណាមួយយើងបានឃើញពិតចាំយើងនិយាយចេញទៅ បាទដឹងហើយយាយខ្ញុំមិននិយាយទៅណាទេចាំមើលតែចាប់បានណាមិនថាខ្មោចមិនថាអាបទេដាក់មកគល់អាស័យឲ្យវាវិនិច្ឆ័យប្រត់ប្រាស់តែម្ដង តាមពិតទៅនាងនេះមិនមែនជាមនុស្សធម្មតាមែន
នៅថ្ងៃមួយនាងនេះបានធ្វើពិធីដាក់មន្តអាគមបិសាចចូលទៅក្នុងទឹកហើយក៏បានយកទៅឲ្យនាងសេដ្ឋីទី1ដែលជាប្រពន្ធដើមផឹក